មកកូនជួបជាមួយលោកគ្រូទៀតហើយណាកូនបើកសិភៅភាសាខ្មែរថ្នាក់ទី2ទំព័រទី155ពេលកូនបើកហើយកូនត្រៀមអានជាមួយលោកគ្រូឲ្យខ្លាំងទាំងអស់គ្នាណាកូនតោះចាប់ផ្ដើមមេរៀនទី73ផ្សារភូមិខ្ញុំអំណានផ្សារនៅភូមិខ្ញុំតូចល្មមប៉ុន្តែមានលក់ទំនិញគ្រប់មុខស្របតាមតម្រូវការរបស់អ្នកភូមិផ្សារនេះធំជាងផ្សារនៅឯភូមិមួយទៀតបន្តិចមានតូបលក់ដូរច្រើនជាងនិងមានទំនិញច្រើនមុខងាយស្រួលរកទិញទំនិញភាគច្រើនមានត្រីសាច់និងបន្លែជាដើមគេលក់ក្នុងតម្លៃថោកព្រោះគេនាំយកមកពីកន្លែងចិត្តនៅក្នុងភូមិអ្នកភូមិខ្ញុំមិនចំណាយពេលវេលាច្រើនទេសម្រាប់ធ្វើដំណើរទៅទិញទំនិញព្រោះផ្សារនៅជិតផ្ទះខ្ញុំចូលចិត្តទៅផ្សារនៅភូមិខ្ញុំនេះណាស់មកកូនជួបជាមួយលោកគ្រូទៀតហើយណាកូនបើកសិភៅភាសាខ្មែរថ្នាក់ទី2ទំព័រទី155ពេលកូនបើកហើយកូនត្រៀមអានជាមួយលោកគ្រូឲ្យខ្លាំងទាំងអស់គ្នាណាកូនតោះចាប់ផ្ដើមមេរៀនទី73ផ្សារភូមិខ្ញុំអំណានផ្សារនៅភូមិខ្ញុំតូចល្មមប៉ុន្តែមានលក់ទំនិញគ្រប់មុខស្របតាមតម្រូវការរបស់អ្នកភូមិផ្សារនេះធំជាងផ្សារនៅឯភូមិមួយទៀតបន្តិចមានតូបលក់ដូរច្រើនជាងនិងមានទំនិញច្រើនមុខងាយស្រួលរកទិញទំនិញភាគច្រើនមានត្រីសាច់និងបន្លែជាដើមគេលក់ក្នុងតម្លៃថោកព្រោះគេនាំយកមកពីកន្លែងចិត្តនៅក្នុងភូមិអ្នកភូមិខ្ញុំមិនចំណាយពេលវេលាច្រើនទេសម្រាប់ធ្វើដំណើរទៅទិញទំនិញព្រោះផ្សារនៅជិតផ្ទះខ្ញុំចូលចិត្តទៅផ្សារនៅភូមិខ្ញុំនេះណាស់